Sôm lùm on cái cơ rục chìm bê xua ta ra bốc mái bong bồn cho nông chia tiếng ó đào xây cái đây cơ rục. Ở trong nơi khăn video mình ní nhôm nâng lượng nằm môn kia thả muối đã chiaประเภท នៃគាថាចាញ់នៅមាសត្រីតកតងជាមួយនឹងគាថានៅក្នុងវីដេអូមួយនេះអានុភាពរបស់វានោះគឺយើងសូត្រទៅដើម្បីឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនហ្នឹងហើយអ្វីដែលសំខាន់ជាងនឹងបងប្អូនគឺថាកុំឲ្យសត្រូវនឹងឯងមកព្យាបាទយើងបានតកតងជាមួយនឹងគាថាហ្នឹងណាហ្នឹងហើយអញ្ចឹងបានន័យថាមនុស្សណាដែលមិនល្អដែលគេមិនចូលចិត្តយើងចង់ធ្វើអ្វីមកលើយើងមួយអញ្ចឹងទៅណាហ្នឹងហើយគឺមិនអាចនឹងមករករឿងឬក៏ថាមកធ្វើបាបយើងបានទេតកតងជាមួយនឹងគាថានេះតែខ្ញុំជម្រាបបញ្ជាក់បងប្អូនបន្តិចត្រង់ថាបងប្អូនយកទៅប្រើបានផលឬក៏មិនបានផលនោះខ្ញុំមិនហ៊ានធានាទេហ្នឹងហើយវាមិនអាស្រ័យទៅលើមាត់ខ្ញុំថាពូកែឬមិនពូកែទេណាបងប្អូនតែវាអាស្រ័យទៅលើនិស្ស័យទៅលើការគ្រប់បដិបត្តិរបស់បងប្អូនតែខ្ញុំមានជំរឿនមួយដែលល្អប្រសិនជាបងប្អូនចង់សិក្សានៅមន្តវិជ្ជាការឬក៏ថាចង់ចាប់នៅរបៀននៃគាថាណានីមួយនោះប្រសិនជាអាចបងប្អូនគួរតែស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវទៅហ្នឹងហើយនេះទៅជាការដែលល្អហើយនៅពេលដែលបងប្អូនរៀនដែលមានគ្រូត្រឹមត្រូវណាបងប្អូនមិនបាច់ភ័យមិនបាច់ព្រួយថានឹងមានបញ្ហានៅក្នុងថ្ងៃណាមួយទេឲ្យតែយើងធ្វើអ្វីទៅតាមដែលលោកណែនាំអញ្ចឹងទៅហើយបងប្អូនក៏មិនបាច់ភ័យថានឹងមិនទទួលបានផលនោះដែរឲ្យតែបងប្អូនព្យាយាមអំណត់អត់ធ្មត់តស៊ូមិនយូរមិនឆាប់វាគង់តែសម្រេចហ្នឹងហើយតែប្រសិនជាបងប្អូនចង់រៀនចង់ចេះក៏ប៉ុន្តែអត់ស្វែងរកគ្រូរៀនទេចំណេះវិជ្ជាផ្សេងខ្ញុំមិននិយាយណាបងប្អូនអាចរៀនដោយមិនមានគ្រូបានហ្នឹងហើយទោះបីជាបងប្អូនរៀនទៅខុសត្រូវអីក៏អត់មានបញ្ហាអីមកដល់បងប្អូនដែរតែចំពោះមន្តវិជ្ជាការមួយបើតាមយោបល់ខ្ញុំដែលខ្ញុំចេះដឹងតិចតួចតែប៉ុណ្ណោះហ្នឹងហើយចង់ចែករំលែកជូនទៅកាន់បងប្អូនតាមយោបល់ខ្ញុំបងប្អូនកុំធ្វើបែបហ្នឹងឯងបានន័យថាកុំរៀនដោយមិនមានគ្រូហើយដែលបានជាខ្ញុំថាអញ្ចឹងហើយមិនមែនថាខ្ញុំនិយាយបែបនេះអ្នកដែលគាត់រៀនដោយមិនមានគ្រូហ្នឹងគាត់រៀនមិនបានគឺអត់ទេគ្រាន់តែថាបើកាលណាយើងរៀននៅមន្តវិជ្ជាការដោយមិនមានគ្រូហើយយើងរៀនច្រើនខ្លាំងពេកចាប់គ្រប់របៀបនៃគាថារៀនសឹងតែគ្រប់គាថាទាំងអស់មិនថាស្នេហ៍ត្រៃវេទត្រៃយុទ្ធត្រៃដែរអីទៅទាំងអស់ហ្នឹងហើយវាច្បោកច្បល់ចូលគ្នាអញ្ចឹងណាបងប្អូនតែយើងអត់ដឹងអំពីការប្រើនៅគាថាហ្នឹងអត់ដឹងពីការតមនៅដំណំនៃគាថាហ្នឹងទេប្រកាសណាបងប្អូនគឺយើងប្រើទៅមិនបានផលទេទោះបីជាបងប្អូនចេះច្រើនយ៉ាងណាក៏ដោយចេះចាំស្ទាត់នៅមន្តវិជ្ជានឹងយ៉ាងណាក៏ដោយក៏ភាគច្រើនគឺសូត្រទៅមិនទទួលបានផលទេมันស្មើនឹងអ្នកដែលគេចេះតែមួយមេក៏ប៉ុន្តែគេចេះពិតប្រកបយ៉ាងម៉េចបានន័យថាគេមានគ្រូត្រឹមត្រូវអត់ស្មើគេទេណាបងប្អូនហ្នឹងហើយអញ្ចឹងបានជាខ្ញុំតែងតែជម្រាបជូនបងប្អូនសឹងតែគ្រប់វីដេអូទាំងអស់ថាឲ្យបងប្អូនរៀនដោយមានគ្រូបើសិនជាបងប្អូនចង់រៀននៅមន្តវិជ្ជាការនៅក្នុងពេលខ្លះទៀតបងប្អូនរៀនដែលអត់មានគ្រូអញ្ចឹងហើយបងប្អូនចេះតែរៀនប៉ាត់ណាប៉ាត់ណីអញ្ចឹងទៅដោយដែលខ្ញុំបានជម្រាបមិញណាពេលខ្លះយើងសូត្រទៅខុសនៅបាលីនៃគាថាมันបាច់ខុសច្រើនទេបងប្អូនខុសតែមួយម៉ាត់ទេណាក៏អាចចូលទៅនៃផ្សេងបានដែរអានោះវាដូចយើងបំបែកអញ្ចឹងយើងសូត្រខុសបងប្អូនហ្នឹងហើយវាអាចពេលខ្លះអាចនឹងមានបញ្ហាមកដល់ខ្លួនយើងបានដូចគ្នាដែរហ្នឹងហើយហើយខ្ញុំជម្រាបជូនបងប្អូនថាមុនគាថាក៏មានតូចមានធំមានថ្នាក់ដូចដែលបងប្អូនចូលទៅរៀននៅក្នុងសាលាអញ្ចឹងបងប្អូនចូលទៅរៀននៅក្នុងសាលាបឋមបងប្អូនចូលទៅដំបូងបងប្អូនរៀនថ្នាក់ទីប្រមាណ
មិនថ្នាក់ទី7ទី8ទេណាបងប្អូនមិនថ្នាក់ទី5ទី4ទេណាបងប្អូនហ្នឹងហើយគឺយើងចាប់ផ្ដើមពីចំណុចផ្ដើមទៅបានន័យថាពីតូចទៅធំបតីទី1ទី2ទី3អញ្ចឹងទៅយើងអត់អាចរំលងបានទេចំពោះមុនវិជាការវិញក៏ដូចគ្នាដែរចំណុចទាំងអស់ហ្នឹងដែលខ្ញុំចង់ឲ្យបងប្អូនរៀនដោយមានគ្រូបើកាលណាយើងមានគ្រូទៅយើងដឹងថាគាថាណាគួរប្រើគាថាណាមិនគួរប្រើគាថានេះប្រើក្នុងវេលាណាគាថានេះតើគេប្រើនឹងគេប្រើជាមួយនឹងអ្វីហើយគាថានឹងមានដំណំអ្វីខ្លះគេសូត្រប្រមាណចប់ហ្នឹងហើយនៅពេលដែលយើងមានគ្រូគឺយើងនឹងដឹងនៅចំណុចទាំងអស់ហ្នឹងតែផ្ទុយទៅវិញបើសិនជាយើងអត់មានយើងរៀនដោយខ្លួនឯងអត់មានអ្នកជួយណែនាំណាប្រកាសណាបងប្អូនគឺយើងមិនដឹងទេហើយបើនៅក្នុងសៀវភៅគាថាខ្លះគឺលោកបង្ហាញដែរក៏ប៉ុន្តែលោកមិនបង្ហាញទាំងអស់ទេតែបើតាមអ្វីដែលខ្ញុំសង្កេតឃើញបងប្អូនភាគច្រើនគឺលោកមិនបានដាក់តាក់ទងជាមួយនឹងការប្រើជាមួយអីសូត្រប្រមាណចប់គឺលោកមិនសូវជាបង្ហាញប្រមាណនេះចំណុចកន្លែងហ្នឹងណាហ្នឹងហើយតែវាមិនមែនទាំងអស់ទេគាថាខ្លះលោកក៏បង្ហាញអញ្ចឹងដែរតែវាមិនលម្អិតអញ្ចឹងណាបងប្អូនហ្នឹងហើយនេះជាអ្វីដែលខ្ញុំចង់ជម្រាបជូនទៅកាន់បងប្អូនគួរតែរៀនអប់រំចិត្តខ្លួនឯងនឹងឲ្យបានល្អជាងមុនសិនណាហ្នឹងហើយមានសិល5នៅក្នុងខ្លួនអញ្ចឹងទៅលះនៅអកុសលមូលទាំង3អញ្ចឹងទៅអា3ហ្នឹងពីណាក៏មានដែរបងប្អូនមិនថាតែបងប្អូនទេសូម្បីតែខ្ញុំក៏ខ្ញុំមានដែរគ្រាន់តែថាអញ្ចេះយើងមានក៏ប៉ុន្តែយើងធ្វើយ៉ាងណាកុំឲ្យអា3ហ្នឹងវានៅក្នុងខ្លួនយើងលើសលប់ច្រើនខ្លាំងពេកបើកាលណាវានៅក្នុងខ្លួនយើងច្រើនខ្លាំងពេកលទ្ធផលគឺវាមិនសូវជាល្អទេបានន័យថារឿងដែលល្អវាមិនសូវចូលមកបាទ3នឹងនៅក្នុងខ្លួនច្រើនវាមានតែរឿងដែលមិនល្អចូលមកអញ្ចឹងទៅដែលមានលោភៈទោសៈនិងមោហៈអញ្ចឹងទៅហ្នឹងហើយបងប្អូនប្រកាសជាបើសិនជាមានក្បួនតម្រាឬក៏សិភៅមន្តអាគមអីបងប្អូនប្រកាសជាបានឃើញឯភាគច្រើនក៏លោកតែងតែដាក់នៅចំណុចទាំងអស់ហ្នឹងហើយតកតងជាមួយនឹងការរក្សាសិលអីអញ្ចឹងណាបងប្អូនហ្នឹងហើយអានេះគ្រាន់តែជាការសង្ខេបខ្លីៗដើម្បីឲ្យពុកម៉ែបងប្អូនបានស្ដាប់តែប៉ុណ្ណោះហើយនៅមានរឿងជាច្រើនទៀតតែខ្ញុំសង្ខេបទៅណាបងប្អូននឹងឲ្យដើម្បីកុំឲ្យពេលវេលាហ្នឹងវាវែងឆ្ងាយខ្លាំងពេកឥឡូវកុំឲ្យខាតពេលវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រនៅមន្តគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងសម្រាប់មន្តគាថានេះគឺយើងសូត្រថាសម្មាសម្ពុទ្ធោតិកពុទ្ធោស្វហៈតោះណាបងប្អូនម្ដងទៀតសម្មាសម្ពុទ្ធោតិកពុទ្ធោស្វហៈសម្មាសម្ពុទ្ធោតិកពុទ្ធោស្វហៈហ្នឹងហើយអញ្ចឹងសម្រាប់មន្តនេះបងប្អូនគឺយើងសូត្រចំនួន7ចប់ទៅហើយអានុភាពនៃមន្តនេះដោយដែលខ្ញុំបានជម្រាបបងប្អូនពីខាងដើមនៃក្បាលវីដេអូអញ្ចឹងដែរគឺយើងសូត្រសាយទៅឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើននៅក្នុងគ្រួសាររបស់យើងឬក៏ឲ្យយើងនឹងបានសុខបានចម្រើនអញ្ចឹងណាហ្នឹងហើយសត្រូវនឹងឯងមិនអាចមកព្យាបាទឬមួយក៏បៀតបៀនយើងបាននោះទេទាក់ទងជាមួយនឹងអានុភាពនៃគាថាហ្នឹងឯងហើយអ្វីដែលខ្ញុំបានលើកឡើងជម្រាបជូនបងប្អូនមុនហ្នឹងខ្ញុំនិយាយនេះមិនមែនបំភ័យបងប្អូនឬក៏បង្ខិតបង្ខំឲ្យបងប្អូនជឿទេតែបងប្អូនអាចយកទៅគិតវិភាគពិចារណាថ្លឹងថ្លែងដែលខ្លួនឯងបានមុននឹងជឿអ្វីមួយគឺយើងគិតខ្លួនឯងឲ្យបានល្អអន់សិនណាបងប្អូនចាំយើងជឿហ្នឹងហើយអ្វីដែលខ្ញុំលើកឡើងហ្នឹងបងប្អូនអាចយកទៅគិតមើលលេងដោយខ្លួនឯងទៅថាតើខ្ញុំនិយាយត្រូវឬមួយក៏អត់ព្រោះថាពាក្យពេចន៍ដែលខ្ញុំបានលើកឡើងនេះគឺជាអ្វីដែលខ្ញុំទទួលបានអំពីចាស់ប្រធាចារ្យលោកគ្រូអ្នកគ្រូដែលលោកបានប្រាប់ដូចគ្នាដែរលោកប្រាប់ច្រើនបងប្អូនតែខ្ញុំលើកសង្ខេបទេហ្នឹងហើយដើម្បីជម្រាបចែកជូនទៅកាន់បងប្អូនអញ្ចឹងណាហ្នឹងហើយបងប្អូនគិតតែប៉ុណ្្នេះទៅបើសិនជាការរៀននៅមន្តវិជ្ជាការដែលអត់គ្រូពូកែហេតុអីក៏គេចាំបាច់ត្រូវស្វែងរកគ្រូរៀនបើយើងនិយាយអំពីចាស់ពីដើមបងប្អូននៅពេលដែលមានបុគ្គលណាម្នាក់ដែលគាត់ចង់សិក្សានៅមន្តវិជ្ជាការគាត់ត្រូវតែនៅបម្រើគ្រូតម្រាំតែលោកឲ្យគាថាមួយមេហ្នឹងបងប្អូនគឺតឹងវេទនាហ្នឹងហើយតែគាត់មានការតស៊ូគេហៅថាមានការអត់ធ្មត់ខ្ពស់បងប្អូនហើយលោកឲ្យម្ដងហ្នឹងគឺមិនមែនឲ្យម្ដងមួយមេទេ
អាហ្នឹងបើតាអ្វីដែលលោកប្រាប់បងប្អូនគឺលោកឲ្យម្ដង2 3ម៉ាត់ម្ដង2 3ពាក្យអញ្ចឹងឧទាហរណ៍ថាមុនគាថាហ្នឹងវាមាន8ម៉ាត់ឬក៏8អក្សរអញ្ចឹងតែអញ្ចឹងលោកឲ្យម្ដងបន្តិចម្ដងបន្តិចម្ដងមួយអក្សរ2អក្សរ3អក្សរអញ្ចឹងណាបងប្អូនហ្នឹងហើយគឺមិនឲ្យទាំងអស់ទេអញ្ចឹងបានន័យថាសម័យយើងឥឡូវនេះគឺវាស្រួលណាស់បងប្អូនអត់ដូចចាស់ពីដើមទេហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងទៅចុះបងប្អូនសង្ឃឹមថាបងប្អូននឹងយល់ហើយជាចុងក្រោយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់នៅទោសទៅដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះក្រែងលោថាមានកន្លែងណានីមួយដែលខ្ញុំលើកឡើងទៅមានការលើកលូខុសឆ្គងរំលងបែបបទឬក៏មានពាក្យពេចន៍ណានីមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់ពុកម៉ែបងប្អូនជាដើមនោះក៏សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យអត់នៅទោសដល់ខ្ញុំពីចម្ងាយផងហ្នឹងហើយអញ្ចឹងដោយពេលចាស់មួយលោកបានពោលថាដំរីជើង4តែមានផ្លាត់រីឯអ្នកប្រាជ្ញជាស្ដុតក៏មានភ្លេចអញ្ចឹងបើសិនជាពុកម៉ែបងប្អូនក៏លេខមកការរូបខ្ញុំឯនេះវិញឃើញថាមិនមែនជាដំរីសាហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងការលើកឡើងនៅក្នុងវីដេអូនីមួយៗប្រកាសណាបងប្អូនវាតែងតែមាននៃការខុសឆ្គងវាតែងតែមាននៅចំណុចដែលខ្វះខាតជាដើមអញ្ចឹងតែហ្នឹងអញ្ចឹងមានតែសុំការអធិស្ឋានអំពីពុកម៉ែបងប្អូនទាំងអស់គ្នានឹងឯងអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណៈជាដើមបើសិនជាពុកម៉ែបងប្អូនមានគោលបំណងប៉ងប្រាថ្នានៅសម្បត្តិណាមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីគ្លៀងគ្លាឡើយសូមអរគុណនិងសូមគោរពជំរាបលា